បាទចឹងនៅក្នុងមេរៀនទី 9.3 នេះគឺជារបៀបយកកូដ CPA Script បាទនៅក្នុងមេរៀននេះសំខាន់ណាស់សូមយកចិត្តទុកដាក់បន្តិចកាលណាបើអ្នកទាំងអស់គ្នាអត់យល់កន្លែងនេះទេពេលដែល connect កូដជាមួយនឹង website ណាពេលដែលផ្ញើកូដមកឲ្យខ្ញុំអាចនឹងមានបញ្ហាអាចនឹងដាក់ទៅអត់ត្រូវគ្នាជាមួយ website ជាដើមអូខេចឹងការយកកូដយើងមាន3ទី1គឺកូដសម្រាប់ឲ្យត្រូវគ្នាជាមួយនឹង website ប្រភេទ gift card ទី2គឺសរសរកូដហើយនឹង game code សម្រាប់ gift card code ហ្នឹងគឺយើងមានគំរូស្រាប់តែម្ដងណាអ្នកទាំងអស់គ្នាគ្រាន់តែ copy paste តែម្ដងមិនចាំបាច់ធ្វើការកែប្រែក៏បានដែរប៉ុន្តែបើសិនបើយល់ថាភាសាអង់គ្លេសរបស់ខ្ញុំមានបញ្ហាអីអាចកែខ្លះទៅប៉ុន្តែខ្ញុំគិតថាអត់ទេព្រោះអានេះគឺជាកូដដែលខ្ញុំបានយកគំរូពី website របស់គេមកខ្លះដែរហើយខ្ញុំកែកុនខ្លួនឯងខ្លះអូខេឥឡូវយើងនឹងចាប់ផ្ដើមតែម្ដងខ្ញុំនឹងចូលទៅកាន់ website CPA Script តែម្ដងអូខេឥឡូវខ្ញុំបង្ហាញជូនទៅចុះកូដនឹងចែកឧទាហរណ៍កន្លែងនេះសម្រាប់សរសរប្រភេទ Google Play ឥឡូវនេះខ្ញុំបានដូរ IP ទៅកាន់ប្រទេសអាមេរិកហើយប្រកាសជានឹង load នៅ offer មកយក$10សូមរងចាំបន្តិចចឹងអ្នកទាំងអស់គ្នាឃើញវាចេញមកគឺ complete one of the offer to unlock the content human verification ចឹងកន្លែងហ្នឹងហើយដែលយើងត្រូវបង្កើតវាឲ្យចេញអញ្ចឹងណាអាហ្នឹងគឺអ្នកទាំងអស់គ្នាត្រូវបង្កើតនៅក្នុង account ហើយបន្តមកទៀតផ្ញើលេខកូដមកឲ្យខ្ញុំមកគឺខ្ញុំយកទៅ connect ជាមួយ website បានពេលដែលខ្ញុំចុចទៅឃើញវាចេញ offer ហើយអញ្ចឹងយើង offer យើងអាចដាក់4ឬក៏5មិនអាចដាក់តែ1ទេដាក់ឲ្យគេមានជម្រើសធម្មតា offer ខ្លះគេអត់ complete កាលទេអញ្ចឹងគេត្រូវយើងត្រូវបង្កើតឲ្យបាន4ឬក៏5ឲ្យស្របទៅនឹងទំហំនេះបាទនេះដាក់មួយទៀតបានត្រូវនេះខ្ញុំដាក់តែ4វារៀងស្ទើរបន្តិចអូខេអញ្ចឹងដើម្បីបង្កើតអញ្ចឹងគឺវាមិនពិបាកទេមានដំបូងគឺអ្នកទាំងអស់គ្នាគ្រាន់តែចូលទៅក្នុង CPA Script account បន្តមកទៀតនៅក្នុង monetization tool បាទគឺយើងយក URL and file locker ណាមិនមែនយកនៅក្នុង content locker ទេបាទបន្តមកទៀតទៅចុចលើ create new URL ហើយយើងចុច agree to the term of service and continue មកបាទនៅក្នុងនេះខ្ញុំមានគំរូហើយស្រេចណាខ្ញុំមានគំរូហើយស្រេចទី1គឺយើងទៅរើស template សិនបាទទៅរើស template សិនបាទ template ហ្នឹងគឺនៅក្នុងនេះយើងយកប្រភេទជាverify ឬក៏ human នេះ verify now បាទយកមួយនេះមកបាទ verify now បន្តមកទៀតយើងត្រឡប់មក general វិញកន្លែងនេះយើងត្រូវផ្លាស់ប្ដូរឈ្មោះបាទផ្លាស់ប្ដូរឈ្មោះទៅជាអាចជា យើងអាចដាក់ឈ្មោះ gift card ចឹងទៅ gift card verify ណា gift card verify ប៉ុន្តែដោយសារខ្ញុំមានមួយអានេះខ្ញុំគ្រាន់តែធ្វើគំរូហ្នឹងអញ្ចឹងខ្ញុំដាក់លេខ1ប៉ុន្តែអ្នកទាំងអស់គ្នាដាក់ក៏បានមិនដាក់ក៏បានដែរព្រោះអាហ្នឹងវាអត់ចេញទេគ្រាន់តែចំណាំខ្លួនឯងថាហ្នឹងគឺសម្រាប់ប្រភេទ website gift card បន្តមកទៀតនៅក្នុងបាទសុំទោសញ៉ាំបាយហើយវាចង់តើនៅក្នុង button tick នេះយើងត្រូវដូរទៅជាពាក្យ verify now ត្រូវដូរទៅពាក្យ verify now សរសេរអក្សរធំក៏បានអក្សរតូចក៏បានដែរ verify now ខ្ញុំនឹងផ្ញើគំរូនឹងឲ្យមើលណានេះចាំបន្តិចគឺខ្ញុំមានគំរូបែបនេះឲ្យស្រេចតែម្ដងអញ្ចឹងគឺវាមានbutton tick នេះ verify now ហើយបន្តមកទៀតheadline header text នេះយើងអាចរើសពីរនឹងយកមួយណាក៏បានដែរ complete one of the offer to unlock the last 4 digit ឬក៏ complete one of the offer to unlock the code unlock the content ឬក៏នៅក្នុងនេះខ្ញុំដាក់ថា complete one of the offer to unlock the content complete earn offer below to continue អញ្ចឹងក៏បានដែរវាមានច្រើនជម្រើសណាប៉ុន្តែយកតាមនេះខ្ញុំទៅមិនចាំបាច់គិតច្រើនទេគឺ complete នេះបាទ copy ហើយ paste តែម្ដងទៅបន្តមកទៀត answer text នេះគឺត្រូវយកអក្សរនៅក្នុងនេះរបស់ខ្ញុំដែរ answer text នេះគឺវាមាន after successful completion of an offer below បន្តមកទៀតនេះ
after successful completion of earn offer below you will get the last 40 kit you will get អានេះកន្លែងនេះដាក់សញ្ញានេះមួយទៀតយើង copy អានឹងដែរមកដាក់នៅក្នុងនេះហើយមកតមកទៀត locker URL នេះគឺដាក់ link ដែលខ្ញុំដាក់នៅក្នុងនេះគឺ get code pw/success ហើយយើង copy វាមកកាលណាអ្នកទាំងអស់គ្នាធ្វើខុសអាចអត់នេះចេញមកញ៉ៃអញ្ចឹងមើលឲ្យតាន់ដាក់ឈ្មោះ button text ហើយនឹង header text anchor text log URL ហើយកន្លែងនេះទៅដូរទៅជា forever បាទ forever គឺយើងយក forever មិនយក24ម៉ោងអីទេនេះបាទ forever ហើយយើង refresh មក refresh ដើម្បីឲ្យវាចេញ refresh ឃើញវាចេញអញ្ចឹងនេះ complete one offer to unlock the last 40 kit verify ណាសរសេរអក្សរធំក៏បានអក្សរតូចក៏បានហើយខ្ញុំមាន2ជម្រើសបើសិនបើឆ្លាញ់ពាក្យមួយទៀតគឺ human verification ក៏បានឬក៏ពាក្យ verify នៅនេះក៏បានដែរវាអត់ខុសគ្នាទេចំណែកឯ style នេះវិញបាទត្រូវចំណាំ style ឥឡូវខ្ញុំសរសេរក្នុងនេះទុកឲ្យមើលខ្លាយតែយើងភ្លេចចំណែកឯ style TYLE នេះគឺយើងយក font style នេះវាមាន font យើងយកឡាតូធម្មតាហ្នឹងទៅ offer size 16 px ហើយនឹង offer count នេះយក5ឬក៏6ខ្ញុំគិតថា5ល្មមបាទ5ស្អាតមក5 advanced កន្លែង advanced នេះគឺមិនចាំបាច់ប៉ះពាល់ទេណាមិនចាំបាច់ប៉ះពាល់ទេកន្លែងនេះគឺជាអក្សរដែលវាចេញនៅកន្លែងនេះគឺជាអក្សរដែលវាចេញកន្លែងនេះ complete earn offer below to continue អញ្ចឹងអានឹងទុកវានៅនឹងដដែលអត់ចាំបាច់ប៉ះពាល់ទេ template នេះក៏មិនចាំបាច់ដូរដែរយើងដូររួចហើយអូខេអញ្ចឹងប៉ុណ្ណឹងតទៅទៀតយើងចុច create បាទអញ្ចឹងបន្ទាប់ពីចុច create ហើយអ្វីដែលយើងត្រូវធ្វើបន្តទៀតគឺចុចនៅលើ get link ណាចំណាំចុចទៅលើ get link ដល់ពេលដែលចុចនៅលើ get link នេះអ្នកទាំងអស់គ្នាអាចធ្វើការជ្រើសរើសនៅប្រភេទឬក៏ឈ្មោះ domain ដែលខ្លួនពេញចិត្តបាទស្រឡាញ់ domain មួយណាក៏បានដែរប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំចូលចិត្តយក cifal ឬក៏មួយទៀតយកពាក្យថានេះបាទ mega-download.com នេះអូខេអញ្ចឹងនៅក្នុងនេះយើងអាច custom URL នឹងមានន័យថាយើងបង្កើត URL ថ្មីចង់បានឈ្មោះអីតាមដែលយើងចង់បានណាយើងអាចបង្កើតពាក្យឧទាហរណ៍ដូចជាverify ឬក៏សំទោស humanសំទោសខ្ញុំចង់ដាក់ពាក្យថាhuman verification ណាឬក៏ anti boot ក៏បានដែរមានពាក្យមួយទៀតគឺ anti boot anti bot យើងឆែកមកបាទអញ្ចឹងក្នុងករណីដែល URL នឹងមានគេប្រើរួចហើយយើងអត់អាចដាក់បានទេយើងអាច anti boot យើងថែមអក្សរ h មួយទៀតមកអញ្ចឹងក៏បានឬក៏ពាក្យមិញនេះបាទ human verification នេះខ្ញុំចង់យកពាក្យហ្នឹងអ្នកទាំងអស់គ្នាមិនអាចដាក់ពាក្យដូចខ្ញុំបានទេណាបើចង់ដាក់ពាក្យអញ្ចឹងដែរតយក URL ផ្សេងអូខេអញ្ចឹងយើងអាចយកប្រភេទ URL ផ្សេងខ្ញុំសាក change សិនអត់បានទេ already in use ហើយឥឡូវ human verification ខ្ញុំសរសេរជាប់គ្នាធ្វើរកពាក្យណាដែលបញ្ជាក់អំពីការ success ឬក៏ពាក្យចាំតិចសំទោស verify បាទឆេងមានហើយនៅពេលដែលវាមានអញ្ចឹងគឺយើងអត់អាចនេះបានទេយើងអាចដាក់លេខ2អីទៅមានអត់បាទអញ្ចឹងពាក្យ verify now លេខ2នេះគឺអាចប្រើបានអញ្ចឹងនៅពេលដែលវា load ពណ៌បៃតងគឺអាចប្រើបានណាចំណាំទុក
ចឹងយើងអាច verify now to verify now ឬក៏ human verification 2 3 4 5ចឹងព្យាយាមផ្លាស់ប្ដូរកតុយ extension លេខអីតិចតួចណាដើម្បីឲ្យមើលទៅវាឃើញដូចជាការពិតណា make មកការ download /verification now អូខេចឹងយើងចុច copy មក copy បាទអញ្ចឹងជំហានចុងក្រោយដែលបងប្អូនត្រូវធ្វើគឺគ្រាន់តែ copy ហើយនេះមក copy ដាក់កូដនៅក្នុងនេះមួយមកនេះជាកូដរបស់បងប្អូនហើយកូដហ្នឹងជាកូដអីគេយើងត្រូវចំណាំឈ្មោះវាផងគឺស្ថិតនៅក្នុងប្រភេទ URL file locker បាទស្ថិតនៅក្នុងអីគេgift card code ស្ថិតនៅក្នុង gift card code ណាអញ្ចឹងអាហ្នឹងគឺជាអ្វីដែលអ្នកនរគ្នាត្រូវផ្ញើឲ្យខ្ញុំនៅពេលដែលខ្ញុំត្រូវការយកអាហ្នឹងមកដាក់បញ្ចូលក្នុង website អ្នកនរគ្នាគ្រាន់តែធ្វើតែប៉ុណ្ណឹងមកបានទេនេះគ្រាន់តែធ្វើទាញយកតែកូដមួយហ្នឹងមកបាទគឺខ្ញុំយកកូដហ្នឹងទៅ encrypt នៅក្នុង website ដើម្បីឲ្យវាចេញដំណាក់កាលចុងក្រោយចេះដើម្បីវាចេញមកជា offer របស់បងប្អូនតែម្ដងហើយបងប្អូនមិនបាច់ភ័យបារម្ភទេខ្ញុំយកមកខ្ញុំដាក់ទៅពេលដែលបងប្អូនយកទៅប្រើគឺឃើញមានការ click ឃើញមាន traffic ឲ្យតែបងប្អូនរក traffic ចូលគឺវាដឹងតែចូលក្នុងឃើញ load report នៅក្នុង account របស់បងប្អូនហើយអូខេអញ្ចឹងប៉ុណ្ណឹងអានឹងតាក់ទងនឹង gift card code ណាអញ្ចឹងនៅវីដេអូបន្តទៀតខ្ញុំនឹងបង្ហាញអំពី social code ម្ដងថាតើ social code សម្រាប់ social នេះយើងធ្វើម៉េចខ្ញុំបញ្ចប់វីដេអូនេះប៉ុណ្ណេះសិន